ទម្លាប់10យ៉ាងដែលយើងគួរធ្វើជារៀងរាល់ថ្ងៃពេញមួយជីវិត 1. គេងពីព្រលប់ក្រោកពីព្រលឹមគេងឲ្យបានយ៉ាងតិច7ម៉ោងនៅពេលដែលគេងបានឆ្អែតអ្នកនឹងមានថាមពលធ្វើការនៅថ្ងៃបន្ទាប់ 2. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាពញ៉ាំសាច់បន្លែផ្លែឈើឲ្យបានច្រើនវីតាមីនប្រូតេអ៊ីនដែលបន្ថែមថាមពលដល់រាងកាយ 3. ទម្លាប់ហាត់ប្រាណមិនថាដើររត់ឬហាត់ប្រាណនោះទេមួយថ្ងៃចំណាយពេលយ៉ាងតិច15ទៅ30នាទីធ្វើឲ្យរាងកាយយើងរឹងមាំអារម្មណ៍ស្រស់ថ្លា 4. រៀនយ៉ាងតិច30នាទីក្នុងមួយថ្ងៃបញ្ចូលចំណេះដឹងថ្មីៗក្នុងខ្លួនធ្វើឲ្យខ្លួនរីកចម្រើនជារៀងរាល់ថ្ងៃ 5. ពិនិត្យសុខភាពឲ្យទៀងទាត់6 ខែពិនិត្យសុខភាពម្ដងដើម្បីតាមដានស្ថានភាពសុខភាពរបស់ខ្លួន 6. គ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឲ្យល្អបន្ថែមប្រភពចំណូលនិងកាត់បន្ថយចំណាយហើយមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន 7. រៀនគ្រប់គ្រងពេលវេលាខ្លួនឯងចេះបែងចែកពេលវេលានិងធ្វើការងារឲ្យមានប្រសិទ្ធភាព 8. រៀនសម្រាប់ឲ្យបានត្រឹមត្រូវពេលថ្ងៃទម្លាប់គេង20នាទីមួយសប្តាហ៍ម្ដងរកកន្លែងស្ងាត់នៅតែឯង2-3 ខែម្ដងដើរលេងរំសាយអារម្មណ៍ទើបបែកគំនិតថ្មី 9. ចិត្តដាច់រៀនបោះបង់ចោលនៅរបស់ដែលខ្លួនមិនត្រូវការរៀបចំបន្ទប់រៀបចំកន្លែងគេងឲ្យបានស្អាតបាត 10. កាត់បន្ថយពេលវេលាជាមួយបណ្ដាញសង្គមកំណត់ពេលវេលាត្រឹម2ម៉ោងក្នុងមួយថ្ងៃបានហើយអភិវឌ្ឍខ្លួនរាល់ថ្ងៃទំនេរស្ដាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើវីឌី